សួស្តីអ្នកនរគ្នាខ្ញុំបាទ Boy K សម្រាប់ពេលនេះយើងមកបន្តរឿង Totally Spy យើងបន្តទៀតផ្ដើមរឿងឡើងក៏បង្ហាញឲ្យយើងឃើញនៅអ្នកវិទ្យាសាស្ត្រម្នាក់នៅពេលនោះក៏មានបរិយាជីសេះខ្មាងងឹតមួយបានចេញពីច្រកទ្វារផថមួយមកចាប់អ្នកវិទ្យាសាស្ត្រនោះទៅតែរឿងក៏ការបដាសាលា Beverly Hills ដែលកញ្ញាទាំង3របស់យើងនៅក្នុងម៉ោងគីមីក៏បានធ្វើការពិសោធន៍នៅក្នុងនោះកញ្ញា Clover ក៏បានបង្ហាញពីរូបមន្តនៃការកាន់មុតកៅអៅហើយកញ្ញាមែននេះក៏បានមកដល់នឹងកញ្ឆក់យករូបមន្តនោះចេញពីដៃកញ្ញារបស់យើងព្រមទាំងនិយាយឌឺទៅកាន់ពួកគេប៉ុន្តែត្រូវបានកញ្ញា Clover និយាយឌឺទៅកាន់វិញធ្វើឲ្យនាងក្តៅដូចបាយពុះបន្ទាប់ពីកញ្ញាមែននេះបានចាក់ចេញនៅពេលនោះគ្រឿងពិសោធន៍របស់កញ្ញាលេខក៏បានផ្ទុះដែលធ្វើឲ្យត្រូវបានបញ្ជូនទៅកន្លែងទីស្នាក់ការនៃអង្គការ WOPH បន្ទាប់មកអ្នកទាំង3ក៏បានជួបលោកសាស្ត្រាចារ្យ Cherry ហើយគាត់ក៏បង្ហាញវីដេអូដែលអ្នកវិទ្យាសាស្ត្រត្រូវបានចាប់ខ្លួនដោយបរិយាជីសេដ៏ខ្មាំងងឹតម្នាក់នោះហើយលោកសាស្ត្រាចារ្យ Cherry ក៏បានដាក់បេសកកម្មឲ្យអ្នកទាំង3ក្នុងការទៅធ្វើព្រមទាំងប្រកល់ឧបករណ៍វិទ្យាសាស្ត្រក្នុងការជំនួយដល់អ្នកទាំង3ក្នុងការដោះស្រាយរឿងនេះបន្ទាប់ពីនោះអ្នកទាំង3ក៏ត្រូវបានបញ្ជូនរហូតមកដល់កន្លែងមន្ទីរពិសោធន៍មួយកន្លែងហើយកញ្ញាទាំង3ក៏បានសួរព័ត៌មានពីអ្នកពិសោធន៍ម្នាក់នៅទីនោះក្នុងការដែលនិយាយស៊ើបសួរព័ត៌មាននោះស្រាប់តែបរិយាដែលជីសេះខ្មាំងងឹតនោះក៏បានចេញមកពីទ្វារផថលចាប់យកអ្នកវិទ្យាសាស្ត្រម្នាក់នោះទៅកញ្ញាទាំង3ដែលឃើញបែបនេះក៏បានទៅតាមបរិយាជីសេះខ្មាំងម្នាក់នោះរហូតដល់អ្នកទាំង3បានធ្វើដំណើរឆ្លងមកដល់សម័យកាលបុរាណបន្ទាប់មកកញ្ញាទាំង3ក៏បានឃើញបរិយាដែលចាប់អ្នកវិទ្យាសាស្ត្រម្នាក់នោះហើយអ្នកទាំង3ក៏បានធ្វើដំណើររត់ទៅតាមប៉ុន្តែអ្នកទាំង3មិនអាចទៅតាមទាន់ដោយសារតែអ្នកភូមិនៅទីនោះបានមករៀបវាបហាកញ្ញាទាំង3របស់យើងដែលចោទពួកនាងទាំង3ថាជាស្រីធ្មប់ហើយកញ្ញា Clover ក៏បានធ្វើការជិះសេះចាក់ចេញពីទីនោះស្របគ្នាដែរកញ្ញាពីរនាក់របស់យើងក៏បានរត់ដែរប៉ុន្តែក៏បានរត់សោកក៏ធ្លាក់ចូលក្នុងដងនៅពេលធ្លាក់ចូលក្នុងដងអ្នកទាំងពីរក៏បានប្រើឧបករណ៍វិទ្យាសាស្ត្រដែលជាស្បែកជើងក្នុងការហក់ឡើងចេញពីដងនោះខ្សែរឿងក៏កាលមកដល់កញ្ញា Clover នៅពេលនោះក៏មានការខលចូលមកដោយសេវាមានការរអាក់រអួលខ្លាំងដោយសារតែនៅភពបុរាណនោះគ្មានសេវានោះទេដែលបណ្ដាលឲ្យការតាក់ទងនោះបានដាច់ទៅវិញបន្ទាប់មកកញ្ញា Clover របស់យើងក៏បានធ្វើដំណើរបន្តដោយពេលនោះក៏មានអ្នកមកបាំងផ្លូវប៉ុន្តែនាងក៏បានប្រើឧបករណ៍វិទ្យាសាស្ត្ររបស់នាងវាយប្រហារទៅកាន់ពីអ្នកនោះបន្ទាប់មកក៏ហក់ចូលទៅក្នុងប្រាសាទបានសម្រេចចំណែកឯកញ្ញាលេងនិងសាមរបស់យើងវិញក៏បានជួបរទេះរបស់ស្ដេចដែលកំពុងធ្វើដំណើរនៅពេលនោះក៏មានការប្រយុទ្ធដើម្បីប្លន់ស្របគ្នាដែលមានចោលប្លន់រទេះត្រសម្បត្តិនោះហើយក៏មានពលទាហានម្នាក់បានសង្កល់ឃើញទៅលើកញ្ញាទាំងពីររបស់យើងបន្ទាប់មកកញ្ញាទាំងពីររបស់យើងក៏ត្រូវគេចាប់ឃុំនៅពេលដែលអ្នកទាំងពីរជាប់គុកពេលនោះក៏មានទាហានម្នាក់បានបើកលុយយន្តធ្វើឲ្យថ្មសង្កត់មកលើអ្នកទាំងពីរប៉ុន្តែជាសំណាងអ្នកទាំងពីរក៏បានរួចខ្លួនហើយក៏បានប្រើឧបករណ៍វិទ្យាសាស្ត្រក្នុងការដោះខ្នោះដៃដែលជាប់នៅលើខ្លួនបន្ទាប់មកអ្នកទាំងពីរក៏បានចាក់ចេញពីទីនោះប៉ុន្តែក៏បានជាប់ផ្ទះរបស់អ្នកភូមិខ្សែរឿងក៏កាលមកដល់កញ្ញា Clover វិញដែលកំពុងតែស៊ើបការនៅក្នុងប្រាសាទនោះហើយកញ្ញា Clover ក៏ទទួលព័ត៌មានដឹងអំពីមូលហេតុដែលអ្នកវិទ្យាសាស្ត្របានបាត់ខ្លួននៅពេលដែលនាងកំពុងតែលបលោនាងក៏បានត្រូវគេប្រទះឃើញនិងចាប់បានដោយមនុស្សចុះខ្មែរម្នាក់នោះក៏បានចាប់កញ្ញា Clover ទៅកាន់កំពូលប្រាសាទហើយក៏បានបង្ហាញមុខមាត់របស់គេឲ្យតានាងឃើញនិងបាននិយាយសុំស្នេហ៍ទៅកាន់កញ្ញា Clover ប៉ុន្តែកញ្ញា Clover ក៏បានបដិសេធហើយគេក៏បានបង្ហាញនៅឧបករណ៍វិទ្យាសាស្ត្ររបស់គេក្នុងការវាយប្រហារក្នុងការដែលគេមានបំណងចង់ដណ្ដើមរាជ្យបន្ទាប់មកខ្សែរឿងក៏កាលមកដល់ពេលគេកំពុងធ្វើដំណើរទៅកាន់ព្រះរាជវាំងដើម្បីដណ្ដើមរាជ្យប្រកបដោយឧបករណ៍វិទ្យាសាស្ត្ររបស់គេដែលក្រុមទាហានរាជវាំងទាំងនោះបានបើកការវាយប្រហារទៅកាន់បរិយាដែលស្លៀកឈុតខ្មែរម្នាក់នោះប៉ុន្តែมันអាចវាយប្រហារចូលដោយសារតែឧបករណ៍វិទ្យាសាស្ត្រការពាររបស់គេបន្ទាប់ពីគេបានប្រើឧបករណ៍វិទ្យាសាស្ត្ររបស់គេវាយប្រហារទៅកាន់ទាហានរាជវាំងទាំងអស់នោះវិញក៏បានធ្វើឲ្យពួកគេបរាជ័យនៅពេលនោះបន្ទាប់មកបរិយាពាក់ឈុតខ្មែរក៏បានទម្លុះចូលក្នុងបន្ទប់របស់ស្ដេចហើយកញ្ញា Clover ដែលឃើញស្ដេចមានរូបរាងសង្ហាបែបនេះក៏បានធ្លាក់ក្នុងលងស្នេហ៍ភ្លាមដោយឡែកបរិយាដែលពាក់ឈុតខ្មែរក៏បាននិយាយគំរាមទៅកាន់ព្រះអង្គឲ្យបកគលរាជបារាំងរបស់គាត់មកកាន់គេដោយការគំរាមបកបដោយឧបករណ៍វិទ្យាសាស្ត្រនៅលើខ្លួនរបស់បរិយាដែលពាក់ឈុតខ្មៅដែលធ្វើឲ្យព្រះអង្គក៏បានបកគលមកគាត់ឲ្យទៅកាន់គេហើយកញ្ញា Clover ក៏បានរៀមនឹងរត់ចាក់ចេញពីទីនោះប៉ុន្តែក៏បានត្រូវបរិយាពាក់ឈុតខ្មៅបានចាប់នាងព្រមទាំងបាននិយាយថាចង់ទៅណាហាមហាសីរបស់បងខ្សែរឿងយើងក៏បានកាលមកដល់កញ្ញាសាមនិងអាល័យរបស់យើងកំពុងតែតង់ចាំងដោយ Spider-Man ហើយអ្នកទាំងពីរក៏បានលោតទៅកាន់ទាហាន2នាក់ដែលកំពុងធ្វើដំណើរបន្ទាប់មកអ្នកទាំងពីរក៏បានប្លន់យកកៅអៅរបស់ទាហាន2នាក់នោះយកទៅស្លៀក
ចំណែកឯកញ្ញា Clover របស់យើងវិញដែលកំពុងត្រូវបរិសុទ្ធខ្មែរម្នាក់នោះចង់បាននាងជាមហេសីប៉ុន្តែកញ្ញា Clover របស់យើងតែងតែបដិសេធជាមួយគេជានិច្ចសាច់រឿងយើងក៏បានកម្មមកដល់កញ្ញាសាមនិងអលីរបស់វិញក៏បានបន្លំខ្លួនចូលទៅក្នុងប្រាសាទនិងបានជួយទៅរំដោះកញ្ញា Clover ឲ្យរួចផុតពីការដាក់ខ្នោះផងដែរហើយកញ្ញាទាំង3របស់យើងក៏បានរៀបចំផែនការក្នុងការទៅរំដោះអ្នកវិទ្យាសាស្ត្រព្រមទាំងទៅកំទេចកន្លែងពិសោធន៍របស់បរិសុទ្ធខ្មែរម្នាក់នោះបន្ទាប់ពីអ្នកទាំង3បានកំទេចហើយចំណែកនៅខាងក្រៅវិញបរិសុទ្ធពាក់ឈុតខ្មៅក៏បានប្រើឧបករណ៍វិទ្យាសាស្ត្របាញ់វាបហាទៅកាន់ស្រុកភូមិនៅទីនោះហើយកញ្ញាទាំង3ក៏បានចេញមកបញ្ឆោតបរិសុទ្ធពាក់ឈុតខ្មៅម្នាក់នោះឲ្យបាញ់ឧបករណ៍វិទ្យាសាស្ត្រទៅកាន់អ្នកទាំង3ស្របគ្នាដែរអ្នកទាំង3ក៏បានប្រើឧបករណ៍វិទ្យាសាស្ត្រក្នុងការបញ្ឆោតឲ្យបរិសុទ្ធពាក់ឈុតខ្មៅម្នាក់នោះបាញ់ទៅការផ្ទាំងថ្មដ៏ធំបន្ទាប់មកផ្ទាំងថ្មនោះក៏បានបាក់ទៅសង្កត់ឧបករណ៍វិទ្យាសាស្ត្រនោះឲ្យខ្ទេចទៅបន្តមកកញ្ញាទាំង3របស់យើងក៏បានទៅរំដោះស្ដេចព្រមទាំងអ្នកវិទ្យាសាស្ត្រផ្សេងទៀតនៅពេលនោះបរិសុទ្ធពាក់ឈុតខ្មៅក៏បានចូលមកព្រមទាំងទាហាន2នាក់ទៀតបើកការវាបហាទៅកម្មមនុស្សនៅទីនោះប៉ុន្តែក៏បានត្រូវកញ្ញាអាលិចនិងសាមបានផ្ដួលទៅហើយក៏បានចាប់ខ្លួនបរិសុទ្ធពាក់ឈុតខ្មៅផងដែរបន្ទាប់ពីចាប់ខ្លួនបរិសុទ្ធពាក់ឈុតខ្មៅហើយកញ្ញាទាំង3របស់យើងក៏រៀបនឹងបើកផុតថក្នុងការឆ្លងទៅកាន់ពិភពដើមវិញហើយកញ្ញា Clover របស់យើងរៀបនឹងបានថើបគ្នាជាមួយនឹងស្ដេចហើយពេលនោះក៏មានអ្នកភូមិបានចោទកញ្ញាទាំង3ថាជាមេធ្មប់នោះក៏បានចូលមកប្រុងនឹងវាយអ្នកទាំង3ប៉ុន្តែត្រូវស្ដេចហាមឃាត់ស្របគ្នាដែរកញ្ញាទាំង3របស់យើងបើកទ្វារផុតថក្នុងការឆ្លងទៅកាន់ពិភពដើមវិញល្មមដែលធ្វើឲ្យកញ្ញា Clover របស់យើងចាក់ចេញដោយអាឡោះអាល័យបន្ទាប់ពីអ្នកទាំង3មកដល់ពិភពដើមវិញហើយក៏បានបញ្ចប់បេសកកម្មសាច់រឿងក៏កម្មមកដល់កម្មវិធីប្រកួតនៃការកាត់ដេរតុបតែងសម្លៀកបំពាក់បន្ទាប់មកកញ្ញា Mandy ក៏បានបង្ហាញខ្លួនដោយសម្លៀកបំពាក់ឈុតរបស់នាងចំណែកឯកញ្ញា Clover ដោយខេ Mandy ក៏បានទៅសួរគណៈកម្មការថាហេតុអ្វីបានជាឲ្យកញ្ញា Mandy ឈ្នះតែនាងមិនទាន់បានបញ្ចេញរូបកាត់ដេររបស់នាងផងស្របគ្នាដែរក៏មានបរិសុទ្ធ3នាក់បានតុបតែងជាទាហាននិងព្រះអង្គម្ចាស់បានដើរចូលមកកាន់អ្នកទាំង3ហើយក៏បានសុំអ្នកទាំង3ក្នុងការរាំនៅពេលនោះនៅពេលដែលរាំនោះដែរសាច់រឿងយើងក៏បានស្លេតែត្រឹមនេះអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ